ខ្ញុំគួរឲ្យលុយអ្នកប៉ុន្មានញ៉ាំអាហាររបស់អ្នកវាល្អដែលអ្នកបានសុំលុយពីខ្ញុំអូយអូនសម្លាញ់តានេះមានន័យយ៉ាងម៉េចពួកគេមិនបានចេញថ្លៃអាហារទេហើយខ្ញុំថែមទាំងត្រូវចំណាយពីហើយខ្ញុំមានគម្រោងចាប់ផ្ដើមប្រម៉ូទរបស់របរការពារតាំងពីដំបូងមកម្នាក់អាចចាប់ផ្ដើមជាមួយអ្នកលោកប្រធានាធិបតីបានទទួលរបាយការណ៍មួយថាហាងមួយក្រោមឈ្មោះរបស់អ្នកកំពុងត្រូវបានការពារដោយពិន្ទុចំនួន10អ្នកបានរៀបចំប៉ូលីសហើយបានទៅផ្សារទំនើបបើខ្ញុំត្រូវឡានបុកខ្ញុំនឹងត្រូវទៅដោយខ្លួនឯងបើមិនដូច្នោះទេវានឹងត្រូវបានបំផ្លាញកិច្ចប្រជុំនៅថ្ងៃនោះមិនល្អសម្រាប់យើងទេតួអង្គចាស់បានចាប់ផ្ដើមប្រយុទ្ធគ្នាហើយភ្លុកមួយប៉ុន្តែវាមិនសំខាន់សម្រាប់ខ្ញុំទេខ្ញុំចង់ឃើញអ្នកណាដែលមនុស្សម្នាក់ដែលខ្ញុំអាចរៀបចំបានភ្លាមអ្នកពូកែខាងប្រយុទ្ធណាស់មែនទេចូលយើងប្រើការប្រៀបធៀបកាន់តែប្រសើរហេតុអ្វីអ្នកមិនប្រាប់យើងពេលមានអ្វីខុសអ្នកចង់ប្រើវាម្ដងទៀតមែនទេអ្នកត្រូវតែបុកផ្លូវរថភ្លើងរបស់ខ្ញុំដើម្បីជួយផ្ទះរបស់ស៊ីឡុងឬរហូតដល់វាត្រូវបានលើកហើយអ្នកអាចមានមោទនភាពចំពោះយើងនៅថ្ងៃស្អែកសួស្តីខ្ញុំឈ្មោះ Hefei ជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាមួយហើយក៏ជាម្ចាស់ហាងនេះដែរខ្ញុំសោកស្ដាយណាស់រឿងការពារបែបនេះបានកើតឡើងនៅថ្ងៃនេះប៉ុន្តែកុំបារម្ភអីអំពីការពិតទាំងអស់អំពីថ្ងៃនេះខ្ញុំនឹងបង់ប្រាក់ឲ្យអ្នកភ្លាមខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងទេពួកចៅទាំងនោះបានរត់គេចខ្លួនអស់ហើយអ្វីដែលខ្ញុំចង់មាននៃភាពនៅមន្ទីរពេទ្យពូប្រញាប់ឡើងហើយផឹកតែខ្ញុំពិតជាមិនចាំបាច់ពិនិត្យទេប្រសិនបើអ្នកបន្តស៊ើបអង្កេតហើយបញ្ចប់នៅគ្លីនិកប្រព័ន្ធទឹកនោមចុះបើបុរសចំណាស់នោះពិតជារងរបួសមែនអ្នកមិនគួរខ្លាចក្នុងការស្វែងរកអ្វីមួយទេមែនទេហេតុអ្វីបានជាអ្នកនិយាយបែបនេះវេទិការបស់ខ្ញុំខ្ញុំមានរឿងត្រូវធ្វើហើយខ្ញុំត្រូវត្រឡប់ទៅក្រុមហ៊ុនវិញជាមុនសិនខ្ញុំគួរតែបន្ថែមកនីវ៉ាឆាត់ជាមុនសិនអូឆេនវេអ្នកចាំឈ្មោះរបស់អ្នកបានល្អប៉ុណ្ណាខ្ញុំត្រូវទៅហើយឥឡូវនេះតើអ្នកធ្លាប់ពីរឿងចម្លែកមួយចំនួនកើតឡើងនៅខ្វាងតុងទេទៅចំអិនម្ហូបទៅអ្នកពិតជាមិនចាំបាច់ទៅមន្ទីរពេទ្យដើម្បីសង្កេតទេខ្ញុំសុខសប្បាយទេគ្រាន់តែមានស្នាមចំបន្តិចបន្តួចប៉ុណ្ណោះហេតុអ្វីបានជាអ្នកទាំងអស់គ្នាចម្លែកម្លេះតើមានអ្នកណាទៀតនៅទីនោះប៉ារបស់មិត្តម្នាក់អ្នកមិនក្មេងជាងវ័យទៀតទេតើអ្នកប្រយុទ្ធដោយរបៀបណាថាអ្នកមានអាយុ20ឆ្នាំមែនទេអាចត្រឡប់ទៅវិញប្រធានក្រុមឆេនហេតុអ្វីបានជាលោកមិនត្រឡប់ទៅ Longville វិញជ្រើសរើសសម្រាប់ខ្លួនអ្នកតើអ្នកពិតជាគិតថាខ្ញុំរបស់អ្នកនៅម្នាក់ឯងថ្ងៃនេះពេលខ្ញុំអាយុ20ឆ្នាំរាងកាយរបស់ឪពុកអ្នកកំពុងរត់ជុំវិញខ្ញុំក៏ចង់ចូលរួមចំណែកពន្លឺនិងចំណង់ចំណូលចិត្តរបស់ខ្ញុំដល់សង្គមនេះផងដែរមុខម្ហូបឆ្ងាញ់មួយមុខ
រួមចំណែកពន្លឺនិងកម្ដៅមិនថាមានរឿងអ្វីក៏ដោយអ្នកគឺជាស្ថាបនិកនៃក្រុមហ៊ុន Shenzhen Group ដែលមានតម្លៃរាប់រយពាន់លានដុល្លារអ្នកបាននិយាយថាវានឹងអាក្រក់អ្នកដឹងថាអ្នកកំពុងលួចបន្លាងខ្ញុំបានចាប់ចម្រិតអ្នកតើខ្ញុំគួរធ្វើអ្វីខ្ញុំមិនដូចអ្នកទេយ៉ាងយ៉ាងចិនហួយជីចាស់អូយមិនបានជួបអ្នកអស់រយៈពេលជាច្រើនឆ្នាំអ្នកកំពុងរត់លេងសប្បាយនៅមន្ទីរពេទ្យរហូតដល់យប់ជ្រៅម្លេះចៅមួយចំនួនទើបតែទៅញ៉ាំអាហារនៅភោជនីយដ្ឋានខ្ញុំកំពុងតែមិនបានបោះប្រពេលរពោចរបស់ខ្ញុំចំអកឲ្យអុយវាមិនអាចដាក់នៅលើតុបានទេស្ដាំអ្នកបាននិយាយអ្វីមួយល្អខ្ញុំនឹងនៅក្នុងភូមិនៅថ្ងៃខាងស្អែកព្រឹត្តិការណ៍រៃអង្គាសថាវិការអ្នកមានលុយពួកគេខ្សែធនហើយគូលេខ1អូយ៉ាងម៉េចដែរសូមអនុញ្ញាតឲ្យខ្ញុំណែនាំអ្នកឲ្យស្គាល់មនុស្សម្នាក់នេះគឺលោកបេសអ្នកជាប្រធានមែនទេអ្នកស្រីឆេនជាមហាសេដ្ឋីស្ត្រីលំដាប់កំពូលម្នាក់នៅក្នុងបញ្ជីអ្នកមានបំផុតកូនប្រុសរបស់ខ្ញុំគឺជាឥស្សរជនសំខាន់ម្នាក់នៅក្នុងក្រុមហ៊ុន Shenzhen អ្នកទាំងអស់គ្នាលើតើអ្នកជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលអ្នកចាត់ការទាន់ដល់លោក Chen នៅឡើយទេហេតុអ្វីខ្ញុំបាននិយាយ